ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជាបុណ្យភូមិមួយដែលធ្វើនៅក្នុងភូមិកំណើតរបស់ខ្ញុំដែលមាននៅក្នុងភូមិបដាស្រុកបន្ទាយស្រីខេត្តសៀមរាបហើយអ្នកស្រុកខ្ញុំឲ្យតែមានបុណ្យភូមិអីមួយគឺអ្នកភូមិគឺពួកគាត់តលេងឡើងចង់ស្ងាត់ស្រោកហើយនេះពួកខ្ញុំបានទៅមើលកម្មវិធីដែលគេរៀបចំគេហៅថាបនចម្រើនព្រះជន្មជូនម្ដាយរបស់គាត់ណាហើយក្នុងកម្មវិធីនោះដែរក៏មានគេលេងល្ខោនក៏ដូចជាលេងស្គរប៉ូហើយសប្បាយបងប្អូនអើយដើរទៅគឺមានអ្នកលក់អីច្រើនហើយមានម្ជូរមានចាប់ឆ្នោតអីណាហើយក្នុងនោះបងប្អូនអើយមាននំចំណីច្រើនខ្លាំងមែនតើដូចមាននំរ៉ូឌីប្រហិតគ្រឿងសមុទ្រហើយមានកន្លែងលេងកំសាន្តច្រើនគប់ពតប៉ោងលោតអប៉ោងអីណាហើយបន្តមកទៀតនេះខ្ញុំមកដល់គឺប្រហែលជាម៉ោង 7:08 គេចាប់ផ្ដើមបើកឆាករ៉ាំហើយបងប្អូនហើយមនុស្សទៅរំបន្តិចគេហើយស្រុកខ្ញុំមកឲ្យតែមានកម្មវិធីបន់អីមួយគឺអញ្ចឹងឯងបងប្អូនគឺសប្បាយបើមិនបានរំបាសទេគឺគេហៅថារំថូនដែរអ្នកខ្លះគេហៅស្គរដែរអ្នកខ្លះគេហៅស្គរប៉ុកតែភាគច្រើនពួកខ្ញុំហៅថាថូនដែរអើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខ្ញុំគឺគាត់សប្បាយណាមើលមកលេងកំសាន្តឡើងស្ងាត់ផ្ទះអស់លេងហើយក្នុងកម្មវិធីនោះដែរក៏មានល្ខោនដែរល្ខោនគឺខ្ញុំមិនដឹងថាគេសម្ដែងអំពីរឿងអីទេដោយសារតែខ្ញុំមកយឺតហើយឥឡូវគេសម្ដែងល្ខោនចេះគេចាប់ផ្ដើមលឿនណាគេហោមរោងតាំងពីម៉ោង 7បើសម័យខ្ញុំពីក្មេងវិញបងប្អូនទៅមើលល្ខោនជាមួយម៉ែហើយនឹងឲ្យខ្ញុំគឺល្ខោនចាប់ដើមតាំងពីម៉ោង 9 ម៉ោង 10ហើយត្រឹមល្ខោនចប់លងភ្លឺមិនល្ងាវម៉ោង 4 ម៉ោង 5ហើយសិតតក្រាកតេលទៅមើលល្ខោនពេលតែល្ខោនចប់ម៉ែក៏ដាស់ហើយដើរត្រឡប់មកផ្ទះវិញហើយតេតងជាមួយនឹងល្ខោននេះដែរខ្ញុំមកតិនត្រង់ឈុតឆាកយៈគាត់ចាប់កូនស្ដេចមួយដែលគាត់មានតៃពោះណាហើយក៏ព្រមរបៀបថាគាត់សុំស្រឡាញ់នារីម្នាក់នោះតែគាត់អត់ព្រមហើយក៏ចាប់កូនរបស់គាត់នោះយកទៅបោះចោលហើយក៏ឃុំខ្លួននារីម្នាក់នោះហើយតេតងជាមួយនឹងសាច់រឿងល្ខោនគឺខ្ញុំមិនដែលបានមើលទេផៃជារឿងថ្មីហើយបងប្អូនមើលទស្សនវិជ្ជាគឺមនុស្សច្រើនមែនទែនប៉ុន្តែអាកាសធាតុវារៀងក្តៅដែរគឺគាត់លេងរោងល្ខោននេះនៅវាលស្រែហើយមនុស្សច្រើនណារកតែកន្លែងបានអង្គុយកាលខ្ញុំនៅពីក្មេងខ្ញុំចូលចិត្តមើលល្ខោនដោយសារតែពេលតែគេមានកម្មវិធីបន់ធំនៅក្នុងវត្តក៏ដូចជានៅតាមភូមិផ្សេងអីចេះគឺចាស់ស្រុកខ្ញុំប្រមូលគ្នាទៅហើយដើរទៅកាត់វាលស្រែទាំងក្រុមហើយដើរទៅមើលរឿងមិនមែនដូចក្មេងសម័យឥឡូវអត់ចេះមើលល្ខោនចេះទេពីមុនមើលសិតតែភ្លឺហើយម្នាក់ថាទៅមើលល្ខោនហើយមិនបាញ់ពឹងទុកថាបានមកដេកផ្ទះវិញឯងល្ខោនចប់ភ្លឺមកធ្វើការធម្មតាហើយខ្ញុំពីមុនឲ្យតែមើលល្ខោនមកអារម្មណ៍ថាលងស្រឡាញ់តួល្ខោនរហូតដោយលក្ខណៈថាគាត់លាបម្សៅហើយគាត់ចុចបជ្រោយមួយហើយគាត់ញឹមស្រស់ហើយមកអារម្មណ៍ថាគួរឲ្យស្រឡាញ់ឮចាស់គាត់និយាយថាចេះគាត់ថាតួល្ខោនជាសេះតួប្រុសបើតាមជំនឿមុននឹងពួកគាត់សម្ដែងអីចេះគឺគាត់គុំគ្រូសោតអីដើម្បីដាក់ស្នេហ៍ដើម្បីឲ្យចងចិត្តអ្នកមើលណាកាន់តែជក់ចិត្តដិតអារម្មណ៍ហើយម៉ែខ្ញុំគាត់និយាយថាបើតួល្ខោនសម័យមុនប្រពន្ធច្រើនណាដោយសារតែគាត់សម្ដែងឲ្យគាត់ដាក់ស្នេហ៍ឲ្យទៅពេលអ្នកមើលនោះភ្លឺឡើងរត់តាមគ្រូល្ខោនរត់តាមតួល្ខោនប៉ុន្តែឥឡូវដូចជាមើលទៅមិនគួរឲ្យលងដូចជាមិនសូវសង្ហាផងមៀតឡើងធំហើយមុខគាត់ឡើងរៀងចាស់តែពីមុនគាត់សម្ដែងបានល្អ
ដូចមកអារម្មណ៍ថាអ្នកល្ខោនសម័យមុនដូចគាត់មានទេពកោសល្យក្នុងការសម្ដែងការច្រៀងរបស់ពួកគាត់ក៏ព្រោះយំទៅគឺល្អច្រើនប៉ុន្តែសម្រាប់ល្ខោនដែលខ្ញុំកំពុងមើលងាកនេះមិនដឹងថាខ្ញុំអត់ជារបៀបថាដល់វ័យមួយដែលអត់ចូលចិត្តឬក៏មិនហ្មងណាតែមកអារម្មណ៍ថាអត់ជក់ចិត្តហើយតួកំប្លែងខ្លៅអីគាត់រៀងឆ្កងរបៀបលក្ខណៈថាវាអត់ចេញពីធម្មជាតិប៉ុន្តែនៅតែមានចំណុចល្អច្រើនដូចជាឆាដូចជាភ្លេងអីណាបងប្អូនហើយអ្នកខ្លះគាត់អត់ចេះមើលរបៀបលឺស្គរទីងតុងហើយតួល្ខោនចេញចូលរហូតមកសធុឡើងច្រៀងតែវាជាធម្មជាតិរបស់ការសម្ដែងរបស់តួល្ខោនរឿងល្ខោនហើយដូចបងប្អូនមើលចាឯងគឺយៈនេះគឺកំប្លែងគេបកកែរើសតួអង្គបានសមធម្មតាយៈមៀតធំហើយតួអង្គជាយៈនេះមៀតគាត់ឡើងធំក្បាលពោះឡើងកប៉ោងហើយមុខគាត់វិញឡើងកាចឥឡូវបងប្អូនអាចមើលវីដេអូពេញថាតើការសម្ដែងរបស់ពួកគាត់បែបម៉េចហើយបន្ទាប់ពីវីដេអូល្ខោនមានវីដេអូរំលេងកំសាន្តដែលខ្ញុំអង្គុយមើលប្រហែលជា2ម៉ោងក៏ត្រឡប់មកមើលគេរំស្គរដៃឡើងវិញណាបងប្អូនអាចទស្សនាវីដេអូនេះរហូតដល់ចប់បានថាតើអ្នកភូមិបដាគេរបៀបថាធ្វើបន់ភូមិវាសบายប៉ុណ្ណាណាបងប្អូនមើលគឺដឹងដល់សบายហើយអរគុណបងប្អូនដែលបានទស្សនាវីដេអូមួយនេះ
បាទ